ជំរាបសួរបងប្អូនទាំងអស់នាងខ្ញុំផាណាថ្ងៃនេះមានប្រធានបទមួយមកចែករំលែកជូនបងប្អូនស្ដីពីការលើកទឹកចិត្តផ្នែកពន្ធដារក្នុងវិស័យអាទិភាពទាំង6ចំពោះសហគ្រាសនឹងទទួលបានការលើកទឹកចិត្តផ្នែកពន្ធដារដូចខាងក្រោមចំណុចទី1គឺការលើកលែងពន្ធលើប្រាក់ចំណូលចំនួន3ឆ្នាំចំណុចទី2លើកលែងពន្ធលើប្រាក់ចំណូលចំនួន5ឆ្នាំក្នុងករណីបានបំពេញលក្ខខណ្ឌណាមួយដូចខាងក្រោមប្រើវត្ថុធាតុដើមក្នុងស្រុកចាប់ពី 60% ឡើងឬបង្កើនចំនួននិយោជកបន្ថែមយ៉ាងតិច 20% ឬមានទីតាំងក្នុងតំបន់ប្រមូលផ្ដុំសហគ្រាសធុនតូចនិងមធ្យម SME ចំណុចទី3នៃការលើកទឹកចិត្តគឺលើកលែងការបង់ប្រាក់រំដោះពន្ធលើប្រាក់ចំណូលនិងពន្ធអបបរមាក្នុងរយៈពេលលើកលែងពន្ធលើប្រាក់ចំណូលចំណុចទី4គឺជាការលើកទឹកចិត្តអនុញ្ញាតចំណាយដែលអាចកាត់កងបានព័ត៌មានលម្អិតបងប្អូនអញ្ជើញមកក្រុមហ៊ុន Dynamic Accounting Service ហៅកាត់ DAS ឬជួយចុច like ឬ comment នៅខាងក្រោមសូមអរគុណ